ជាមួយនឹង Kate Rock នៅខាងគាត់លោក Trump ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែលកំណត់គោលដៅលើការលួចសម្បត្តិនៅថ្ងៃទី31 ខែមីនា ឆ្នាំ 2025 ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានគ្រោងនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយនៅថ្ងៃច័ន្ទទី31 ខែមីនា ឆ្នាំ 2025 ដែលមានគោលបំណងការពារអ្នកគាំទ្រពីការលួចសម្បត្តិឡើងថ្លៃដោយអយុត្តិធម៌និងធ្វើកំណែទម្រង់ឧស្សាហកម្មលួចសម្បត្តិកម្មវិធីកម្សាន្តផ្ទាល់នៅសហរដ្ឋអាមេរិកយោងតាមឯកសារពិសេសវិមានបទបញ្ជានេះបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Scott Bessent និងរដ្ឋមន្ត្រីយុត្តិធម៌ Pam Bondi ធានាថាអ្នកលួចសម្បត្តិឡើងថ្លៃគោលតាមច្បាប់របស់រដ្ឋបាលពន្ធដារ ICE និងច្បាប់ដែលពាក់ព័ន្ធផ្សេងទៀតវាក៏បញ្ជាឲ្យគណៈកម្មការពាណិជ្ជកម្មសហព័ន្ធ FED សហការជាមួយរដ្ឋមន្ត្រីយុត្តិធម៌ដើម្បីធានាការអនុវត្តច្បាប់ប្រកួតប្រជែងនៅក្នុងឧស្សាហកម្មកម្មវិធីកម្សាន្តនិងការប្រគំតន្ត្រីឯកសារនេះបានចង្អុលបង្ហាញថាអ្នកលក់សម្បត្តិឡើងថ្លៃប្រើប្រាស់ bots និងវិធីមិនយុត្តិធម៌ផ្សេងទៀតដើម្បីទិញសម្បត្តិច្រើនក្នុងតម្លៃដើមហើយបន្ទាប់មកលក់វាឡើងថ្លៃខ្លាំងនៅទីផ្សារបន្ទាប់បន្សំដែលធ្វើឲ្យអ្នកប្រើប្រាស់ត្រូវបង់ថ្លៃខ្ពស់ហួសហេតុនិងរារាំងអ្នកគាំទ្រមិនឲ្យទទួលបានឱកាសទស្សនាសិល្បករដែលពួកគេចូលចិត្តដោយមិនចាំបាច់ចំណាយច្រើនកាលពីខែមករាសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកបានរិះគន់ក្រុមហ៊ុន Live Nation Entertainment ចំពោះការខ្វះតម្លាភាពនិងអសមត្ថភាពក្នុងការទប់ស្កាត់ការទិញសម្បត្តិដោយ bots បន្ទាប់ពីមានបញ្ហាធំមួយទាក់ទងនឹងការលក់សម្បត្តិសម្រាប់ដំណើរកម្សាន្តរបស់ Taylor Swift សូមអរគុណ